ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបង្ហាញបទឆ្នាំមុនតើតើបងប្អូនដែលមានសភៅភាគទី3បើសភៅភាគទី3ទំព័រលេខ15អញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នានៅក្នុងថ្ងៃនេះផងដែរអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនទាំងគ្នាបើសភៅមកហើយខ្ញុំនឹងបញ្យល់ត្រួសត្រាសតើតើនឹងសញ្ញាឬកំណត់ផ្សេងៗផងដែរជាដំបូងបងប្អូនទាំងគ្នាមើលទៅក្បាលបញ្ជារេខាអញ្ចឹងយើងឃើញdigest 1នៅលើបន្ទាត់ទី5អញ្ចឹងបងប្អូនទាំងគ្នាដឹង 100% ហើយឲ្យឃើញ digest 1គឺមានន័យថាតង់សុលអញ្ចឹងបទចម្រៀងដែលមាន digest 1នៅក្បាលបញ្ជារេខាដោយបទឆ្នាំមុននេះគឺស្ថិតនៅក្នុងតង់សុលអញ្ចឹងបងប្អូនទាំងគ្នាអាចប្រើ scale សុលនិងគ្រួសារអក្សរតង់សុលសម្រាប់មកចាប់បទនេះផងដែរហើយបងប្អូនទាំងគ្នាអាចចាំបានហើយការយើងរត់ scale សុលនិងគ្រួសារអក្សររបស់វាតើតើនឹងសំឡេងដែលយើងត្រូវប្រើនៅក្នុងថ្ងៃនេះគឺយើងប្រើ wow guitar សំឡេង wow 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 guitar ហ្នឹងបាទហើយបន្ទាប់មកនេះកន្លែងនេះយើងប្រើ ប្រភេទ dry overdrive ណា overdrive ហើយយើងដល់កន្លែងនេះមានអកបាទសញ្ញានេះគឺសញ្ញាអសង្ឃយើងអកកន្លែងនេះអកស្គរយើងប្រើ single stop ដើម្បីអកផាំងបាទហើយចាប់ផ្ដើមចម្រៀងទី1នៅកន្លែងនេះចម្រៀងទី1ចម្រៀងទី2មានសញ្ញា repeat សញ្ញាសាដានអញ្ចឹងបងប្អូនគ្នាត្រឡប់មកវិញមកដល់ទី1និងទី2ខុសគ្នាកន្លែងផ្ទះលេខ1ផ្ទះលេខ2ហ្នឹងអញ្ចឹងកន្ទុយទី1ចូលលេខ1ទៅត្រឡប់ទៅវិញកន្ទុយទី2គឺដល់ត្រឹមមុខទី1រំលោចូលទី2ហើយចូលបន្តមកបាទចូលបន្តហើយចូលទី3បាទចូលបន្តចូលទី3ហើយបងប្អូនទាំងគ្នាមានភ្លេងចោលណាភ្លេងចោលគឺយើងលេងមក clear ចោលទៅបាទលេងមក clear ចោលគឺលេង clear ទី2បាទទី2ហើយច្រៀងម្ដងទៀតទៅបាទច្រៀងបន្តម្ដងទៀតទី3ម្ដងទៀតដល់កតុយចុងចប់គឺនេះមានន័យថាដល់កន្លែងយោងនេះគឺបងប្អូនទាំងគ្នាឡើងទៅយោងខាងលើវិញណាឡើងទៅយោងខាងលើវិញបាទយើងឡើងទៅយោងខាងនេះយើងខាងទី2នេះលេងភ្លេងចោលទី2ចូលច្រៀងបន្តច្រៀងទី3ហើយបានកតុយរបស់វាគឺយើងមកកូដារំលងចូលកូដាចុងចប់នេះហើយបានយើងលេងភ្លេងចេញនៅកន្លែងនេះអកចប់តែម្ដងឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្ហាញបងប្អូនគ្នាជាក់ស្ដែងនៅលើអកហើយនឹងការចុចអញ្ចឹងអាំងត្រូយើងចេញពី C C Re Si Mi Sol La Si Sol La Si Si Re Si Mi Re Si La Sol La La ដល់នេះខ្ញុំប្រូសលេង Si Mi Sol Mi Re Si Re Mi Sol Mi Si La Si Re Si La Re Mi Sol 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 ចាប់ដល់ចម្រៀង Si Mi Si La Sol La Si Mi Si Re Si La Sol La Si Sol La Si La Si La Mi Si ទៀត Si Re Mi Sol Fa Mi ឲ្យតែ Fa គឺ Fa ខ្មៅណា Si Re Si Re Si La Sol La Sol La Si Sol La Si ហើយយើងទៅទី2សាច់បတ်ដដែលនេះខុសគ្នាតែកតុយដល់កន្លែងឡានេះយើងចូលឡាទី2មកឡា Sol Fa Si Re Mi Sol ហើយទៅបន្តគឺ Si Sol Fa Mi Si Mi Sol Sol La Sol La Sol Mi Sol 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 La Si Re Si La Si Si Mi Si Re Si La Sol La Sol Fa Mi Fa Sol Si Re Mi Fa Si La Fa ហើយទៅទី3ដូចគ្នាជាមួយទី2ទេចាប់ទី3ហើយមានភ្លេងចោលបងប្អូនគ្នាឡើងទៅយោងខាងលើលេងភ្លេងចោលឃ្លាទី2ណាហើយបងប្អូនគ្នាច្រៀងម៉ូតូឡើងវិញទី3ឡើងវិញដល់កតុយទី3មានកូដាអញ្ចឹងបងប្អូនគ្នាប្រើយោងហើយត្រូវប្រើកូដារំលងចូលកូដាចប់នឹងសល់នេះហើយគឺបងប្អូនគ្នាលេងភ្លេងចេញ Si Mi Sol La Si Sol La Mi Sol Mi Sol La Si Re Mi Sol La Sol 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 បាទប៉ុណ្ណឹងទៅឥឡូវខ្ញុំនឹងចាប់លើអកជាស្ដែងជូនបងប្អូនគ្នាខ្ញុំលេងអាំងត្រូបងប្អូនគ្នាបដូរសំឡេងដាក់ overdrive ប
ចាប់ដើម C mi ចូល clear ទី1 ហើយទៅ clear ទី2ពោះ clear ទី2ខុសគ្នាតែកន្ទុយទេកន្លែងឡាប្រអប់ទី2ហ្នឹងមានន័យថាយើងឡាអូខេនេះកន្ទុយទី2ណាដល់បន្តយើងចេញពី C ណាអានេះអាកម mi major mi minor តរេ sol ok ហើយទៅ clear ទី3 clear ទី3ដូចគ្នាតែជាមួយទី2ទេអូខេចាប់ហើយបងប្អូនទាំងគ្នាលេងភ្លេងចោលមក clear ទី2អញ្ចឹងទៅហើយតកតងនឹងភ្លេងចាប់តែម្ដងភ្លេងចាប់យើងមើលកន្លែងកូដាគឺចេញពី C mi sol la si sol la mi sol mi sol la si re mi ខ្ញុំលេងភ្លេងចេញម្ដងទៀតអូខេសម្រាប់ការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេទៅនឹងការលេងវិញបងប្អូនទាំងគ្នាចូលកន្លែងចង្វាក់ខ្ញុំយក pop បាទ pop ខ្ញុំយកប្រភេទទី5ចុះបើអាកបើ C កា start ទៅសំឡេងបងប្អូនទាំងគ្នាដោយសារខ្ញុំ save សំឡេងរួចហើយខ្ញុំយកជាប្រភេទ wow guitar ប្រភេទ wow guitar wow អញ្ចឹងខ្ញុំឆែកមើលសិននេះហៅ wow guitar នេះ overdrive អូខេតោះនេះខ្ញុំប្រើ accordionអូខេអញ្ចឹងបងប្អូនគ្នាដាក់ set ឲ្យហើយទៅចូលបង់ឲ្យបងប្អូនគ្នាគិតថាប្រើទៅបានហើយឥឡូវយើងទៅជាមួយគ្នា